ប្រទេសកាណាដាបានជ្រើសយកស្លឹកឈើមួយដែលមានឈ្មោះថា Maple ហើយយកវាធ្វើជាតំណាងនៅលើទង់ជាតិផងខ្លួននឹងឲ្យសួស្ដីអ្នកទាំងអស់គ្នាហើយនេះជាហេតុផលចម្បងពីរដែលខ្ញុំចង់លើកយកមកចែកម្លែកជាមួយអ្នកទាំងអស់គ្នាថាហេតុអីបានប្រទេសកាណាដាជ្រើសយកស្លឹក Maple ហ្នឹងមកធ្វើជាតំណាងឲ្យប្រទេសហើយយកស្លឹកផងវាទៅដាក់នៅលើទង់ជាតិផងខ្លួនហើយនេះជាទង់ជាតិកាណាដាដែលមានស្លឹក Maple leaf ជាតំណាងនៅសតវត្សទី18ជនជាតិភាគតិចផងប្រទេសកាណាដាបានឲ្យតម្លៃយ៉ាងខ្លាំងទៅលើជ័រផងដែរ Maple ហើយវាបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទៅដល់មនុស្សសម័យនោះដូចជាយកជ័រទៅបំលែងធ្វើស្ករឬក៏ទឹកស្ករជាដើមហើយពួកគាត់ក៏មានជំនឿទៅលើអបិយជំនឿតាក់ទងពីភាពផ្សារភ្ជាប់រវាងមនុស្សនិងដើម Maple ហើយហេតុផលមួយទៀតដោយសារពេលរដូវស្លឹកឈើជ្រុះដើមនឹងមានពណ៌ចម្រុះដោយសារភាពស្រស់ស្អាតផងវាហើយនឹងពណ៌ចម្រុះដែលវាមានវាបានឆ្លុះបញ្ចាំងពីធនធាននិងសម្បត្តិធម្មជាតិដែលកាណាដាមានហើយវាក៏ឆ្លុះបញ្ចាំងពីភាពធន់ហើយនិងភាពរឹងមាំដែលជាតំណាងឲ្យដួងព្រលឹងជាតិហើយនេះជាហេតុផលចម្បងដែលរដ្ឋកាណាដាសម្រេចចិត្តជ្រើសយកស្លឹក Maple មកដាក់តំណាងលើទង់ជាតិផងខ្លួននៅក្នុងឆ្នាំ1965